បានប្រោសព្រះយេស៊ូវឲ្យមានប្រជញ្ញរស់ឡើងវិញអាមែនហើយពេលដែលព្រះអង្គមានប្រជញ្ញរស់ឡើងវិញហើយព្រះអង្គបានមានពេលវេលាជាមួយនឹងសិស្សរបស់ព្រះអង្គបង្រៀនសិស្សរបស់ព្រះអង្គហើយព្រះអង្គបានប្រាប់សិស្សរបស់ព្រះអង្គថាមុនដែលព្រះយេស៊ូវយាងទៅឋានសួគ៌វិញព្រះអង្គបានប្រាប់សិស្សរបស់ព្រះអង្គថាចូលចេញទៅគ្រប់ទីកន្លែងដើម្បីប្រកាសដំណឹងល្អអាមែនឆ្នាំនៃការពហុគុណទ្វេដងរបស់ក្រុមជំនុំរបស់យើងសូមលោកគ្រូអ្នកគ្រូបងប្អូនក្រុមជំនុំទាំងអស់គ្នាបានដឹងដោយវិញ្ញាណថាព្រះអង្គទេដែលពហុគុណក្រុមជំនុំរបស់យើងក្រុមជំនុំរបស់យើងព្រះអង្គនឹងពហុគុណយ៉ាងច្រើនអាមែនព្រះអង្គនឹងពហុគុណមិនមែនដោយសារអ្នកណាប្រកែកក្នុងការនាំក្រុមជំនុំនោះទេគឺព្រះទេនឹងពហុគុណហើយព្រះអង្គឲ្យយើងដែលជាអ្នកជឿព្រះអង្គចេញទៅគ្រប់ទីកន្លែងដើម្បីប្រកាសដំណឹងល្អរបស់ព្រះអង្គអាមែនជាការដែលសំខាន់ក្រុមជំនុំនេះជាក្រុមជំនុំរបស់លោកអ្នកបងប្អូនទាំងអស់គ្នាអញ្ចឹងលោកអ្នកបងប្អូនទាំងអស់គ្នាមានតួនាទីក្នុងការនាំដំណឹងល្អទៅដល់អ្នកដែលមិនទាន់ឮដំណឹងល្អឲ្យគេបានទទួលនៃក្តីសង្ឃឹមឲ្យគេបានទទួលនៃការសង្គ្រោះដោយយើងដែរយើងអត់ចង់ឃើញសមាជិកក្រុមគ្រួសាររបស់យើងពេលដែលយើងទៅនៅមួយព្រះអង្គអស់កាលជានិច្ចហើយស្រាប់តែគាត់ទៅនៅកន្លែងផ្សេងអស់កាលជានិច្ចនោះទេព្រះអង្គចង់ឲ្យការសង្គ្រោះនេះកើតឡើងនៅក្នុងក្រុមគ្រួសាររបស់យើងទាំងមូលមិត្តដែលយើងស្រឡាញ់កូនដែលយើងស្រឡាញ់សាច់ញាតិដែលយើងស្រឡាញ់ចូលប្រកាសដំណឹងល្អរបស់ព្រះអង្គអាមែនសូមកុំលុកដំណឹងល្អសូមប្រកាសអ្នកខ្លះខំយកដំណឹងល្អរបស់ព្រះអង្គទៅលុកដូចអ្នកលក់លេអញ្ចឹងជឿទៅល្អណាស់ដូចលក់លេអញ្ចឹងហ្នឹងមែនទេដំណឹងល្អរបស់ព្រះអង្គមិនអញ្ចឹងដំណឹងល្អព្រះអង្គគឺដោះមនុស្សឲ្យមានសេរីភាពហើយព្រះអង្គក៏មិនបង្ខំអ្នកណាម្នាក់ឲ្យជឿលើព្រះអង្គដែរអាមែនបាទអញ្ចឹងថ្ងៃនេះខ្ញុំមានព្រះបន្ទូលមួយនិយាយអំពីថ្ងៃទី3អង់គ្លេសថា the third day ថ្ងៃទី3ព្រះអង្គមានព្រះបន្ទូលថាព្រះអង្គត្រូវគេយកទៅឆ្កាងព្រះអង្គសុគតនៅលើឈើឆ្កាងហើយព្រះអង្គមានព្រះបន្ទូលមកកាន់សិស្សរបស់ព្រះអង្គថានៅថ្ងៃទី3ព្រះអង្គនឹងមានបជនរស់ឡើងវិញចូលចាំថាថ្ងៃទី3អង់គ្លេសថា the third day ថ្ងៃទី3ព្រះជាម្ចាស់នឹងប្រោះព្រះយេស៊ូវឲ្យមានបជនរស់ឡើងវិញសូមចូលរួមអធិដ្ឋានជាមួយនឹងខ្ញុំមុនដែលយើងស្ដាប់ព្រះបន្ទូលព្រះអង្គជាមួយនឹងគ្នាព្រះបិតាជាម្ចាស់កូនអរគុណព្រះអង្គព្រះបុត្រានិងព្រះវិញ្ញាណព្រះម្ចាស់កូនចូលមករកព្រះអង្គដោយពឹងដល់ព្រះអង្គដោយទុកចិត្តដល់ព្រះអង្គថាព្រះបន្ទូលនៅព្រឹកនេះនឹងឲ្យទូលបង្គំទាំងអស់គ្នាបានឃើញពីការបើកសម្ដែងរបស់ព្រះអង្គថាព្រះអង្គជាព្រះដែលស្រឡាញ់ទូលបង្គំទាំងអស់គ្នាដូច្នេះហើយជាមូលហេតុដែលព្រះអង្គយាងមកផែនដីព្រះអង្គសគត់នៅលើឈើឆ្កាងហើយព្រះអង្គមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី3សូមឲ្យព្រះបន្ទូលនៅព្រឹកនេះជាព្រះបន្ទូលដែលលើកទឹកចិត្តដល់យើងទាំងអស់គ្នាឲ្យយើងកាន់តែនៅមាំនៅក្នុងព្រះអង្គឲ្យយើងកាន់តែឃើញព្រះハរតីស្រឡាញ់ដែលព្រះអង្គស្រឡាញ់ដល់យើងខ្លាំងណាស់គុណអធិដ្ឋានទទួលថ្វាយនៅក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនថ្ងៃទី3បាទថ្ងៃទី3បើយើងនិយាយអំពីលេខ3គឺព្រះអង្គគឺជាព្រះត្រីឯកអង់គ្លេសហៅ Triune God ព្រះត្រីឯកមានព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធព្រះវិញ្ញាណដ៏វិសុទ្ធព្រះត្រីឯកហើយព្រះអង្គក៏បង្កើតយើងមានលក្ខណៈ3ដូចជាព្រះជាម្ចាស់ដែរព្រះអង្គបង្កើតយើងមានលក្ខណៈ3អង់គ្លេសហៅថា tripartite លក្ខណៈ3ដូចព្រះអង្គដែរទី1មានព្រលឹងមានវិញ្ញាណហើយមានរូបកាយយើងខ្លះនិយាយរូបកាយព្រលឹងវិញ្ញាណយើងអាចនិយាយវិញ្ញាណព្រលឹងរូបកាយក៏បានដែរអញ្ចឹងព្រះជាម្ចាស់បានបង្កើតយើងមានលក្ខណៈ3ដូចជាព្រះជាម្ចាស់គេថាព្រះអង្គ Triune God ព្រះត្រីឯកហើយយើង Tripartite គឺយើងមានលក្ខណៈ3ដូចព្រះជាម្ចាស់ដែររូបកាយព្រលឹងហើយវិញ្ញាណអ្នកខ្លះវិញ្ញាណព្រលឹងនិងរូបកាយអញ្ចឹងពេលដែលព្រះជាម្ចាស់បង្កើតអ្វីៗទាំងអស់នៅលើផែនដីនេះគឺព្រះអង្គចាប់ផ្ដើមពី0ទាំងអស់
អាមែនបងចាប់ផ្ដើមពីសូន្យទាំងអស់រហូតឲ្យមានរបស់សពសារពើទាំងអស់នៅលើផែនដីនេះអញ្ចឹងនៅក្នុងពេលដែលព្រះអង្គមានព្រះបន្ទូលសន្យាជាមួយនឹងសិស្សរបស់ព្រះអង្គថាចូលនឹកចាំនៅពេលដែលព្រះអង្គសន្យាថាព្រះអង្គត្រូវកូនជាមរបស់ព្រះត្រូវគេយកនាំទៅឆ្កាងត្រូវគេធ្វើទរណកម្មគេធ្វើបាបរហូតទៅដល់ស្លាប់ប៉ុន្តែនៅថ្ងៃទី3ព្រះអង្គមានព្រះជន្មរស់ឡើងវិញថ្ងៃទី3ថ្ងៃទី3បើយើងមើលយើងនៅក្នុងព្រះអង្គមានព្រះបន្ទូលថាមួយថ្ងៃរបស់ព្រះស្មើនឹង1000ឆ្នាំរបស់មនុស្សព្រះយេស៊ូវព្រះអង្គយាងមកលើផែនដីនេះឥឡូវឆ្នាំ2000ម៉ានហើយ2025មួយថ្ងៃចាំមួយថ្ងៃរបស់ព្រះស្មើនឹង1000ឆ្នាំរបស់យើងឥឡូវយើងចូលនៅក្នុងថ្ងៃទីប្រមាណហើយថ្ងៃទី3លោកអ្នកគ្រូ1000ព្រះយេស៊ូវមកប្រសូតនៅផែនដីនេះ1000ឆ្នាំស្មើនឹងមួយថ្ងៃរបស់ព្រះអង្គ2000ឆ្នាំស្មើនឹង2ថ្ងៃរបស់ព្រះអង្គឥឡូវឆ្នាំថ្ងៃទី3ថ្ងៃទី3គឺជាថ្ងៃដែលព្រះអង្គនឹងយាងត្រឡប់មកវិញពេលដែលព្រះអង្គបានប្រាប់ជនជាតិអ្នកថែរក្សាផ្ទះសំណាក់ថាពេលដែលព្រះអង្គត្រឡប់មកវិញព្រះអង្គនឹងពេលដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងបង់ថ្លៃអ្វីទាំងអស់ដែលខ្ញុំជំពាក់ឲ្យដល់អ្នកបើសិនជាចំណាយនោះវាលើអញ្ចឹងលោកអ្នកគ្រូទាំងអស់គ្នាត្រូវចាំថាថ្ងៃទី3ជាសញ្ញាមួយដែលព្រះជាម្ចាស់ប្រាប់ថាព្រះអង្គនឹងយាងមកវិញព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3មិនថ្ងៃទី4ទេព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3អញ្ចឹងយើងកំពុងតែឈាននៅក្នុងឆ្នាំថ្ងៃទី3របស់ព្រះជាម្ចាស់យើងដឹងថាព្រះអង្គនឹងយាងមកវិញនៅថ្ងៃណាមួយប៉ុន្តែយើងអត់ដឹងថាពេលណាពិតប្រាកដប៉ុន្តែចូលចាំថាយើងនៅក្នុងថ្ងៃទី3របស់ព្រះអង្គហើយថ្ងៃទី3នេះព្រះអង្គមានប្រជញ្ញរស់ឡើងវិញថ្ងៃទី3គឺនិយាយអំពីការដែលព្រះអង្គនឹងត្រឡប់មករកប្រជារាស្ត្ររបស់ព្រះអង្គវិញព្រះអង្គមានប្រជញ្ញរស់ឡើងវិញព្រះអង្គមានព្រះបន្ទូលមកកាន់មកនៅក្នុងម៉ាថាយជំពូក23ថាព្រះអង្គមិននៅទីនេះទេព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យមានប្រជញ្ញរស់ឡើងវិញដោយទ្រង់មានព្រះបន្ទូលរួចមកហើយថាសូមមកមើលកន្លែងដែលគេដាក់ប្រសពព្រះអង្គឯនេះសិនអញ្ចឹងព្រះអង្គអត់នៅក្នុងភ្នូទៀតទេភ្នូទ្វារភ្នូត្រូវបានបើកចំហហើយភ្នូគេហៅថាថ្មនៅមុខភ្នូត្រូវបានរមៀលចាញ់ហើយព្រះអង្គអត់សគត់រហូតទេព្រះអង្គសគត់តែ3ថ្ងៃព្រះអង្គថ្ងៃទី3គឺព្រះអង្គមានព្រះជន្មរស់ឡើងវិញចឹងជាក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទពេលដែលយើងដឹងថាយើងជឿលើព្រះដែលមានប្រជញ្ញរស់ព្រះដែលគង់នៅជាមួយនឹងយើងរាល់ថ្ងៃហើយព្រះអង្គប្រាប់ថានៅក្នុងករិនថូសខ្សែទី1ចំពុក15ខ4ប្រាប់ថាគេបញ្ចុះសពព្រះអង្គនៅក្នុងភ្នូហើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ស្របតាមគម្ពីរអាមែនព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ស្របតាមព្រះគម្ពីរអាមែនថ្ងៃនេះថ្ងៃទីម៉ានជាថ្ងៃទី3អញ្ចឹង3ថ្ងៃមួយថ្ងៃរបស់ព្រះអង្គស្មើនឹង1000ឆ្នាំរបស់យើងអញ្ចឹងយើងកំពុងនៅក្នុងដំណាក់កាលថ្ងៃទី3ហើយយើងកំពុងតែរងចាំនៅថ្ងៃដែលព្រះយេស៊ូវយាងមកវិញហើយព្រះអង្គនឹងលើកយើងឡើងទៅនៅជាមួយព្រះអង្គអស់កាលជានិច្ចជាកន្លែងដែលគ្មានទឹកភ្នែកហូរជាកន្លែងដែលធ្វើឲ្យយើងរីករាយសប្បាយអរគុណព្រះអង្គជារៀងរហូតជាកន្លែងដែលពោពេញដោយអំណរហើយជាកន្លែងដែលថ្វាយបង្គំព្រះអង្គអស់កាលជានិច្ចអាមែនពរណកិច្ចថ្វាយបង្គំដែលខ្ញុំលើកដែលយើងថ្វាយបង្គំព្រះអង្គវិញជាពរណកិច្ចដែលបំរើហើយថ្វាយបង្គំព្រះអង្គអស់កាលជានិច្ចនៅលើផែនដីពេលដែលយើងទៅនៅមួយព្រះអង្គហើយនៅលើផែនដីគេនឹងមិនផ្សាយដំណឹងល្អទៀតទេអត់មានតែគេផ្សាយដំណឹងល្អនៅឋានសួគ៌ទេហើយអត់មានហៅថា
អត់មានផ្សាយនឹងល្អហើយក៏អត់មានចែកចាយព្រះបន្ទូលនៅឋានសួគ៌ដែរចែកចាយព្រះបន្ទូលអីបើយើងទៅនៅជាមួយនឹងព្រះហើយយើងទទួលពីព្រះអង្គផ្ទាល់ហើយយើងអត់មានចែកចាយព្រះបន្ទូលនៅឋានសួគ៌ទេប៉ុន្តែយើងថ្វាយបង្គំព្រះអង្គទាំងយប់ទាំងថ្ងៃនៅឯឋានសួគ៌ដូច្នេះពរណកិច្ចថ្វាយបង្គំព្រះអង្គគឺជាពរណកិច្ចអស់កលជានិច្ចដែលយើងបម្រើព្រះអង្គថ្វាយបង្គំព្រះអង្គជាមួយនឹងទេវតារបស់ព្រះអង្គនៅឯឋានសួគ៌ព្រះអង្គមានព្រះបន្ទូលថាយើងជាកូនរបស់ព្រះអង្គអាមែនយើងជាកូនរបស់ព្រះអង្គទេវតារបស់ព្រះអង្គជាអ្នកបម្រើរបស់ព្រះអង្គទេចុះបើយើងហើយនឹងទេវតាមួយណាមានឋានៈធំជាងយើងមានឋានៈធំជាងទេវតាគេគោរពទេវតាប៉ុន្តែព្រះអង្គមានព្រះបន្ទូលថាទេវតាថែរក្សាយើងជាអង្គរៈរបស់យើងចឹងយើងមានឋានៈធំជាងទេវតាប្រាប់ថាព្រះអង្គបានចាត់បញ្ជូនទេវតាកាព្រីយ៉ែលជាអ្នកបម្រើរបស់ព្រះអង្គជាអ្នកនាំសាររបស់ព្រះអង្គដើម្បីទៅប្រាប់នាងម៉ារីថាម៉ារីនឹងបានប្រសូតនឹងមានគភ៌មួយជាអ្នកបម្រើរបស់ព្រះប៉ុន្តែយើងមិនមែនជាអ្នកបម្រើរបស់ព្រះទេយើងជាកូនរបស់ព្រះជាម្ចាស់ព្រះអង្គរាប់យើងជាកូនចឹងលោកគ្រូចាំនៅកន្លែងនេះថាពេលដែលព្រះអង្គប្រាប់យើងថាថ្ងៃទី3ព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3កត់ថាថ្ងៃទី3ខ្ញុំចង់នាំលោកគ្រូបងប្អូនក្រុមជំនុំទាំងអស់គ្នាត្រឡប់ទៅដើមដំបូងបង្អស់ដែលព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃនិងផែនដីឥឡូវសូមទៅជាមួយនឹងខ្ញុំលោកកបាត់ចំពុក1ខ9ប្រាប់ថាព្រះជាម្ចាស់មានព្រះបន្ទូលថាចូលឲ្យទឹកដែលនៅក្រោមមេឃទឹកវានៅក្រោមមេឃបាទក្រោមផ្ដុំគ្នានៅកន្លែងតែមួយកមុនទឹកនៅក្រោមមេឃនេះផ្ដុំគ្នានៅកន្លែងតែមួយនឹងឲ្យផ្នែកគោកលេចចេញមកអង្គឯហ่า dry ground ផ្នែកគោកលេចចេញមកនោះក៏កើតមានដូច្នេះមែនព្រះជាម្ចាស់ហៅផ្នែកគោកនោះថាដីរីឯផ្ទៃទឹកវិញព្រះអង្គហៅថាសមុទ្រព្រះជាម្ចាស់ទតឃើញថាដីនិងសមុទ្រល្អប្រសើរហើយ good ល្អប្រសើរហើយព្រះជាម្ចាស់មានព្រះបន្ទូលថាចូលឲ្យមានធនជាតិធម្មជាតិបាទដែលមានគ្រាប់ពូជនិងរុក្ខជាតិដែលមានផលផ្លែដុះចេញពីដីដុះចេញពីណាដុះចេញពីដីមិនដុះចេញពីទឹកទេដុះចេញពីដីបង្កើតផលនៅលើផែនដីតាមពូជរបស់វានឹងមានគ្រាប់បន្តពូជផ្លែឈើធនជាតិរុក្ខជាតិនឹងមានគ្រាប់បន្តពូជនោះក៏កើតមានមែននៅខ12ប្រាប់យើងថាគឺធនជាតិបាទធនជាតិដែលមានគ្រាប់បន្តពូជតាមពូជរបស់វានិងរុក្ខជាតិដែលមានផ្លែមានគ្រាប់បន្តពូជតាមពូជរបស់វាដុះចេញពីដីមកចេញពីណាចេញពីដីព្រះជាម្ចាស់ទតឃើញថាអ្វីទាំងអស់នោះប្រសើរហើយនោះពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី3ល្ងាចព្រឹកគឺជាថ្ងៃទី3លោកគ្រូមានចាំខ្ញុំទៅខ10ខ9វិញព្រះអង្គបង្កើតទាំងអស់ហ្នឹងកាលពីមុនបើយើងកលេចមើលថាលើផែនដីរបស់យើងអត់មានដីទេយើងហាមផែនដីមិនប៉ុន្តែអត់មានដីទេមានសត្វទឹកព្រះជាម្ចាស់មានព្រះបន្ទូលថាចូលឲ្យទឹកដែលនៅក្រៅមេឃផ្ដុំគ្នានៅកន្លែងតែមួយព្រោះទឹកច្រើនណាស់នៅលើផែនដីយើងនឹងឲ្យផ្នែកគោកលេចចេញមកឃើញមានន័យថាដីនឹងផុសចេញពីទឹកឬនៅតើនេះដីផុសចេញពីទឹកកាលពីមុនផែនដីពោពេញទៅដោយទឹកប៉ុន្តែព្រះជាម្ចាស់ឲ្យទឹកទាំងអស់ហ្នឹងផ្ដុំគ្នាទៅកន្លែងមួយហើយឲ្យផ្នែកគោកគឺដីហ្នឹង dry ground ហ្នឹងដីហ្នឹងលេចចេញមកពីទឹកមានន័យថាដីកាលពីមុនគឺនៅក្នុងទឹកដីកាលពីមុននៅក្រោមទឹកប៉ុន្តែដីលេចចេញពីទឹកមកដើម្បីអីគេសំខាន់ណាស់កន្លែងដីលេចចេញពីទឹកមកគឺនិយាយអំពីការរស់ឡើងវិញធ្វើឲ្យមានជីវិតកើតឡើងនៅលើផែនដីនេះរុក្ខជាតិបង្កើតផលផ្លែជីវិតយើងក៏បង្កើតផលដីលេចចេញពីនោះក៏កើតមានដូច្នោះមែនអញ្ចឹងដីកើតចេញពីទឹកកាលពីមុនដីនៅក្រោមទឹកលេចបាត់ហើយប៉ុន្តែព្រះជាម្ចាស់ឲ្យមានទឹក
ឲ្យទឹកញែកចេញពីដីហើយបន្ទាប់មកដីក៏បានផុសឡើងហើយព្រះអង្គថានោះក៏កើតមានដូច្នេះមែនព្រះជាម្ចាស់ហៅដីគោកនោះថាហៅផ្នែកគោកនោះថាដីអា dry ground អាផ្នែកគោកព្រះអង្គហៅថាដីរីឯផ្ទៃទឹកវិញព្រះអង្គហៅថាសមុទ្រចឹងហើយកាលពីមុនមានសត្វទឹកទាំងអស់ប៉ុន្តែព្រះអង្គញែកទឹកចេញពីដីហើយដីផុសចេញនៅក្នុងទឹកហ្នឹងផុសចេញជាដីគោកមកព្រះជាម្ចាស់ទតឃើញថាដីនិងសមុទ្រល្អប្រសើរហើយព្រះជាម្ចាស់មានព្រះបន្ទូលថាពេលដែលដីផុសចេញមកហើយលោកគ្រូនេះគ្រូតាមខ្ញុំមកតន់កន្លែងនេះពេលដែលដីផុសចេញមកហើយព្រះជាម្ចាស់មានព្រះបន្ទូលថាចូលមានទិន្នជាតិធញ្ញជាតិដែលមានគ្រាប់ពូជនិងរុក្ខជាតិដែលមានផ្លែដុះចេញពីដីចេញពីណាចេញពីដីពេលដែលព្រះអង្គព្រះយេស៊ូវមានបញ្ជូនរស់ឡើងវិញកាលពីមុនសិស្សរបស់ព្រះអង្គអស់សង្ឃឹមព្រះអង្គត្រូវគេឆ្កាងព្រះអង្គត្រូវគេឆ្កាងព្រះអង្គត្រូវសគត់នៅលើឈើឆ្កាងប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ថាពីព្រះបន្ទូលដែលព្រះអង្គនិយាយជាមួយសិស្សព្រះអង្គថានៅថ្ងៃទី3ព្រះអង្គនឹងមានបញ្ជូនរស់ឡើងវិញពេលដែលព្រះអង្គពិតមានបញ្ជូនរស់ឡើងវិញគឺក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទអ្នកដែលជឿព្រះអង្គគឺមានយើងជឿនៅលើព្រះដែលគង់នៅអស់កលជានិច្ចយើងជឿនៅលើព្រះដែលធ្វើឲ្យយើងជាមនុស្សដែលអត់អំណរពេលព្រះអង្គសគត់នឹងចាប់ផ្ដើមទុកព្រួយពេលព្រះអង្គមានបញ្ជូនរស់ឡើងវិញយើងចាប់ផ្ដើមមានសង្ឃឹមអំណរសប្បាយនៅក្នុងព្រះអង្គដូចជាធនជាតិធម្មជាតិដែលបង្កើតផលផ្លែពេលដែលព្រះអង្គរស់ឡើងវិញហើយគឺជាការដែលព្រះអង្គចង់ឲ្យឃើញពីសេរីរុងរឿងព្រះអង្គហើយអំណររបស់យើងក្តីសង្ឃឹមរបស់យើងជាក្តីសង្ឃឹមដែលរស់នៅគង់វង្សដែលបង្កើតផលផ្លែហើយយើងមិនចង់លាក់ដំណឹងល្អរបស់ព្រះអង្គនៅក្រៅខ្លួនយើងនេះយើងចង់ប្រាប់ដំណឹងល្អរបស់ព្រះអង្គទៅដល់មនុស្សផ្សេងទៀតទូទាំងពិភពលោកដើម្បីឲ្យគេដឹងថាព្រះអង្គមានព្រះជន្មរស់ឡើងវិញបើព្រះអង្គសគត់រហូតគឺយើងគ្មានក្តីសង្ឃឹមទេបើសិនផែនដីទាំងអស់សិតតែទឹកទាំងអស់អត់មានដីគោកផុសឡើងក៏អត់មានធនជាតិអត់មានផ្លែឈើដើមខ្នុរនៅក្រោយវិហារយើងដើមស្វាយនៅមុខវិហារយើងមានផ្កាមានអីដែលធ្វើឲ្យយើងមើលទៅសប្បាយរីករាយនៅអ្វីដែលជាស្នាព្រះហស្ថរបស់ព្រះអង្គឡើយព្រះហឫទ័យរបស់ព្រះជាម្ចាស់ព្រះអង្គប្រាប់ថានៅថ្ងៃទី3ព្រះអង្គបង្កើតទាំងអស់នោះនៅថ្ងៃទី3ហើយព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងអស់នោះល្អប្រសើរហើយនោះមានល្ងាចមានព្រឹកជាថ្ងៃទី3ថ្ងៃទី3យើងកំពុងនៅថ្ងៃទី3អាមែនជាហើយព្រះយេស៊ូវមានប្រជញ្ញរស់វិញនៅថ្ងៃទី3យើងលោកគ្រូអ្នកគ្រូមានមើលថាព្រះគម្ពីរដូចចៃដន្យណាមើលស្ដាប់ទៅដូចចៃដន្យមើលទៅព្រះអង្គធ្វើឲ្យដីដែលគេហៅថាដីគោកផុសចេញពីទឹកនៅថ្ងៃទី3បងបង្កើតអ្វីៗទាំងអស់មានរុក្ខជាតិមានផ្លែហូបផ្លែរុក្ខដើមផាឈើដែលផ្ដល់ផ្លែហើយដើមឈើខ្លះផ្លែមានគ្រាប់នៅក្នុងហ្នឹងហើយព្រះអង្គប្រាប់ថាអ្វីៗទាំងអស់ល្អគឺព្រះអង្គបង្កើតនៅថ្ងៃទី3បំណងព្រះតីរបស់ព្រះជាម្ចាស់គឺជាបំណងនៃការដែលបង្កើតពិភពលោកទាំងមូលនេះហើយជាបំណងដើម្បីឲ្យយើងដឹងថានៅថ្ងៃទី3គឺព្រះអង្គបានធ្វើគ្រប់កិច្ចការល្អទាំងអស់ហើយជាការដែលព្រះអង្គនឹងមានប្រជញ្ញរស់ឡើងវិញដីផុសចេញមកធ្វើឲ្យមានជីវិតកើតឡើងនៅលើផែនដីនេះរុក្ខជាតិហូបផ្លែកើតឡើងនៅលើផែនដីនេះគឺនៅថ្ងៃទី3អាមែនថ្ងៃទី3គឺព្រះអង្គបានមានប្រជញ្ញរស់ឡើងវិញហើយយើងសង្ឃឹមនៅក្នុងព្រះអង្គថាយើងជាអ្នកដែលរស់នៅមានអំណរដែលដឹងជាក់ថានៅថ្ងៃទី3គឺជាថ្ងៃដែលពោពេញទៅក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទយើងជឿថាព្រះអង្គនឹងដោះស្រាយព្រះអង្គនឹងធ្វើឲ្យជីវិតដែលក្រំគ្រាទាំងអស់កាលពីមុនជីវិតរបស់យើងក្រំគ្រាដោយសារពោពេញទៅដោយអីគេពោពេញទៅដោយទឹកពោពេញទៅដោយគេថាបើយើងនិយាយពីទឹកកាលពីមុនលោកគ្រូអ្នកគ្រូចាំអំពីសាច់រឿងរបស់លោកណូអេទេព្រះអង្គបានដាក់ទោសនកម្មឬព្រះអង្គបានកាត់ទោសពិភពលោកនេះដោយសារទឹកពេញផែនដីទាំងមូលគ្របទាំងអស់ជាការមួយដែលបង្ហាញថាគឺព្រះអង្គដាក់ទោសនកម្មទឹកកាត់ឡើងនៅលើផែនដីនេះហើយសត្វដោយសារគេដោយសារមនុស្សមិនស្ដាប់បង្គាប់ព្រះអង្គបំផ្លាញផែនដីទី1
លើកទី1គឺដោយសារទឹកហើយលោកគ្រូអ្នកគ្រូពេលចាំឯពេលដែលចាប់ផ្ដើមដីទៅទឹកស្រកវិញពេលដែល40 យប់40 ថ្ងៃភ្លៀងហើយទឹកស្រកវិញចាប់ផ្ដើមដីផុសឡើងគឺមនុស្សចាប់ផ្ដើមមានសង្ឃឹមឡើងវិញស្មៅចាប់ផ្ដើមដុះរុក្ខជាតិដែលស្លាប់ហើយចាប់ផ្ដើមមានពន្លកឡើងវិញចឹងព្រះអង្គចង់មានព្រះបន្ទូលថានៅពេលដែលដីផុសឡើងវិញនេះគឺនិយាយអំពីការដែលព្រះយេស៊ូវព្រះអង្គមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ហើយបំណងប្រតិរបស់ព្រះអង្គគឺចង់ឲ្យយើងដឹងថាការរស់ឡើងវិញការរស់ពីសគត់ឡើងវិញរបស់ព្រះយេស៊ូវនៅថ្ងៃទី3ធ្វើឲ្យយើងបានទទួលនៅព្រះពរច្រើនណាស់អាមែនមិនអស់សង្ឃឹមឡើយគឺយើងរស់នៅដោយមានសង្ឃឹមជានិច្ចដែលដឹងថាព្រះអង្គគឺនាំយកនៅព្រះពរជាច្រើននៅក្នុងជីវិតរបស់យើងថ្ងៃទី3ដែលព្រះអង្គមានបញ្ជូនរស់ឡើងវិញបើលោកអ្នកបងប្អូនដែលជាអ្នកជឿដល់ព្រះយេស៊ូវដែលទើបជឿដល់ព្រះយេស៊ូវដឹងថាព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីស្លាប់រូបកាយរបស់យើងស្លាប់មែនថ្ងៃណាមួយរូបកាយរបស់យើងបើនៅក្នុងព្រះគម្ពីរប្រាប់ថាយើងនឹងគេងលក់ទៅរូបកាយរបស់យើងនេះរូបកាយរបស់យើងមានសាច់មានឈាមនេះបាទអញ្ចឹងរូបកាយរបស់យើងនឹងស្លាប់ប៉ុន្តែវិញ្ញាណរបស់យើងអត់ស្លាប់ទេព្រលឹងរបស់យើងក៏អត់ស្លាប់ដែររូបកាយរបស់យើងនឹងស្លាប់នៅថ្ងៃណាមួយជិះមិនផុតទេហើយរូបកាយព្រះអង្គបង្កើតយើងមកពីណាមកពីដីនឹងស្លាប់នៅថ្ងៃណាមួយប៉ុន្តែវិញ្ញាណហើយព្រលឹងរបស់យើងគឺរស់នៅអស់កលជានិច្ចពេលដែលយើងជឿព្រះអង្គទោះបីរូបកាយរបស់យើងនឹងត្រូវស្លាប់នៅថ្ងៃណាមួយនឹងត្រូវសម្រាកលើផែនដីនៅថ្ងៃណាមួយដោយគ្មានអ្នកណាជិះផុតឡើយវិញ្ញាណរបស់យើង tripartite មួយរូបកាយស្លាប់ប៉ុន្តែព្រលឹងហើយវិញ្ញាណរបស់យើងនឹងរស់នៅអស់កលជានិច្ចខ្ញុំចង់ឲ្យលោកអ្នកគ្រូមើលជាមួយគ្នានៅក្នុងរ៉ូមចំពុក8ជាមួយខ្ញុំថាប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងបងប្អូនឥឡូវព្រះអង្គនៅណាព្រះអង្គមានបញ្ជូនរស់ឡើងវិញហើយព្រះអង្គនៅណាព្រះអង្គនៅក្នុងយើងទាំងអស់គ្នាដែលជាអ្នកជឿព្រះអង្គទោះបីរូបកាយរបស់បងប្អូនស្លាប់ព្រោះតែបាបក៏ដោយលោកអ្នកគ្រូចាំថារូបកាយរបស់យើងទោះបីស្អាតយ៉ាងណាក៏ដោយទោះបីមានសុខភាពល្អយ៉ាងណាក៏ដោយនឹងត្រូវទៅជាដីវិញលុះត្រាតែមួយពេលដែលយើងនៅរស់នៅឡើយព្រះអង្គយាងមកព្រះអង្គនឹងលើកយើងយកទៅអានឹងយើងអត់ស្លាប់ទេហើយមាននឹងកើតឡើងហើយមានកើតឡើងនៅក្នុងព្រះគម្ពីរហើយអេលីយ៉ាព្រះអង្គលើកអេលីយ៉ាទៅនៅជាមួយនឹងព្រះអង្គបាទអេណុកព្រះអង្គលើកអេណុកទៅនៅជាមួយព្រះអង្គលើកទៅមានមនុស្ស2ដែលអត់បានស្លាប់គេសង្ស័យតែ3ព្រោះលោកម៉ូសេគេថាលោកម៉ូសេស្លាប់ហើយប៉ុន្តែគេរកស្នូរបស់លោកម៉ូសេអត់ទាន់ឃើញប៉ុន្តែមនុស្ស2ដែលព្រះគម្ពីរនិយាយថាព្រះអង្គលើកយកទៅគឺលោកអេណុកហើយនឹងលោកអេលីយ៉ាព្រះអង្គលើកយកទៅឋានសួគ៌លុះត្រាតែយើងមិនស្លាប់រូបកាយរបស់យើងនឹងស្លាប់នៅថ្ងៃណាមួយនឹងអស់គេហៅថានឹងខ្លាយទៅជាដីនៅថ្ងៃលុះត្រាតែថ្ងៃមួយពេលដែលយើងនៅកំពុងនៅថ្ងៃទី3នេះឥឡូវយើងកំពុងថ្ងៃទី3ឆ្នាំក្នុងឆ្នាំឥឡូវថ្ងៃទី3មានន័យថាយើងកំពុងនៅក្នុងឆ្នាំ3000ឆ្នាំព្រោះ1000ឆ្នាំរបស់យើងស្មើមួយថ្ងៃរបស់ព្រះអង្គ2000ឆ្នាំរបស់យើងស្មើនឹង2ថ្ងៃរបស់ព្រះអង្គឥឡូវ2000ឆ្នាំជាងហើយគឺយើងកំពុងនៅថ្ងៃទី3របស់ព្រះជាម្ចាស់លុះត្រាតែព្រះជាម្ចាស់យាងមកហើយព្រះអង្គលើកយើងទៅនៅជាមួយព្រះអង្គអានឹងយើងអត់ស្លាប់ទេប៉ុន្តែបើយើងទៅមុនឧទាហរណ៍បើយើងព្រះអង្គមិនទាន់យើងមកយើងទៅមុនបាទទោះបីយើងចូលទៅសមុទ្រក៏ដោយស្លាប់នៅក្នុងសមុទ្រក៏ដោយគេដុតយើងគេបូជាយើងខ្លាចទៅជាផេះក៏ដោយយើងគេបញ្ចុះយើងខ្លាចទៅជាដីក៏ដោយទៅសមុទ្រទៅបូជាឬក៏បញ្ចុះក៏ត្រឡប់ទៅជាដីវិញទៅដែរប៉ុន្តែព្រះអង្គមានប្រាប់ថាព្រោះតែបាបរបស់យើងដែលលោកអាដាមធ្វើមកគឺរូបកាយរបស់យើងនឹងត្រឡប់ទៅជាដីវិញក៏ព្រះវិញ្ញាណដែលផ្ដល់ជីវិតឲ្យបងប្អូនមកពីព្រះជាម្ចាស់ប្រោះបងប្អូនបាទអញ្ចឹងព្រះអង្គប្រោះយើង
ឲ្យបានសុចតាមពិតខ្ញុំដូចផ្លេចកន្លែងកាពីនេះដូចដាក់ទៅខ្វះបន្តិចបាទខ្ញុំសុំទៅមើលនៅក្នុងរ៉ូមចំពុក8ខ10បន្តិចដូចរៀងខ្វះខ្ញុំដាក់ទៅខុសខ្វះខកាពីបន្តិចបាទអញ្ចឹងព្រះអង្គរូបកាយរបស់យើងនឹងស្លាប់បាទនឹងคล้ายទៅជាដីនៅថ្ងៃណាមួយប៉ុន្តែព្រះជាម្ចាស់សូមមើលជាមួយនឹងខ្ញុំចំពុក8ខ10បាទខ្ញុំដាក់ខ្វះមែនប្រោះបងប្អូនឲ្យសុចរិតកន្លែងនេះគឺខ្វះសុចរិតមួយបាទដកកូពីព្រះគម្ពីរមកខ្វះកន្លែងសុចរិតមួយគឺទោះបីនេះរូបកាយរបស់យើងស្លាប់ព្រោះតែអំពើបាបក៏ដោយក៏ព្រះវិញ្ញាណនៅតែផ្ដល់ជីវិតព្រះវិញ្ញាណផ្ដល់ជីវិតឲ្យបងប្អូនដែរមកពីព្រះជាម្ចាស់ប្រោះបងប្អូនឲ្យគេឲ្យសុចរិតព្រះអង្គប្រោះបងប្អូនដែលជឿលើព្រះយេស៊ូវគ្រីស្ទឲ្យបានសុចរិតបើយើងមើលឃើញនៅក្នុងខកាពីនេះមានតួអង្គ3ទី1ព្រះគ្រីស្ទប្រសិនបើព្រះគ្រីស្ទគង់នៅក្នុងបងប្អូនមានថាព្រះអង្គព្រះយេស៊ូវគ្រីស្ទគង់នៅក្នុងចិត្តពិតបងប្អូនទោះបីរូបកាយរបស់បងប្អូនស្លាប់ព្រោះតែអំពើបាបក៏ដោយព្រះវិញ្ញាណអីគេព្រះវិញ្ញាណនៅតែផ្ដល់ជីវិតគឺព្រះវិញ្ញាណបរិសុទ្ធរបស់ដ៏វិសុទ្ធរបស់ព្រះផ្ដល់ជីវិតមកពីព្រះជាម្ចាស់ព្រះបិតាប្រោះបងប្អូនឲ្យបានសុចរិតនៅក្នុងខកាពីនេះយើងឃើញរូបភាពមួយនិយាយពី Triune God ព្រះត្រីឯកមានព្រះវិញ្ញាណព្រះគ្រីស្ទមានព្រះវិញ្ញាណនិងព្រះបិតាយើងក៏ព្រះអង្គបង្កើតមកមានលក្ខណៈដូចព្រះអង្គដែរ Tripartite មានលក្ខណៈដូចព្រះអង្គមានរូបកាយមានព្រលឹងហើយមានវិញ្ញាណលោកគ្រូរូបកាយមានន័យថាម៉េចរូបកាយគឺព្រះអង្គបង្កើតយើងមកដើម្បីឲ្យយើងតាក់ទងនៅលើផែនដីនេះបាទតាក់ទងយើងប៉ះពាល់បាទយើងហិតក្លិនយើងប៉ះពាល់យើងប្រស័យតាក់ទងយើងប្រើអីគេប្រើរូបកាយយើងនិយាយអីគេនិយាយមកដោយប្រើពាក្យសម្ដីរបស់យើងរូបកាយគឺឲ្យយើងប្រស័យតាក់ទងនៅលើផែនដីទាំងមូលនៅប្រស័យតាក់ទងគ្នាហើយព្រះអង្គបង្កើតព្រលឹងរបស់យើងមកគឺបាទព្រះអង្គបង្កើតព្រលឹងរបស់យើងមកគឺដើម្បីឲ្យយើងដឹងមានមនោសញ្ចេតនាមានអារម្មណ៍មានការសម្រេចចិត្តទាំងអស់នោះហៅថាព្រលឹងតែវិញ្ញាណដែលព្រះអង្គបង្កើតយើងមកគឺសម្រាប់តាក់ទងជាមួយនឹងព្រះជាម្ចាស់ពេលដែលយើងស្លាប់ខាងឯវិញ្ញាណអ្នកដែលអត់ទាន់ជឿព្រះអង្គពេលដែលគាត់ព្រះអង្គប្រាប់ថាគេបានស្លាប់ហើយគឺស្លាប់ខាងឯវិញ្ញាណតទៅពេលយើងជឿព្រះអង្គហើយយើងរស់ទាំងអស់ Tripartite ទាំងអស់គឺរូបកាយព្រលឹងហើយវិញ្ញាណរបស់យើងតាក់ទងជាមួយនឹងព្រះហើយវិញ្ញាណរបស់យើងគឺអត់ធ្វើបាបទេបាបដែលយើងធ្វើគឺដោយសាររូបកាយហើយនឹងព្រលឹងតែវិញ្ញាណរបស់យើងអត់ធ្វើបាបយើងព្រះអង្គប្រោះយើងអ្នកដែលជឿដល់ព្រះអង្គហើយព្រះអង្គប្រោះគេឲ្យបានសុចរិតហើយវិញ្ញាណរបស់គេរស់នៅអស់កលជានិច្ចហើយគេតាក់ទងជាមួយនឹងព្រះជាម្ចាស់អស់កលជានិច្ចអាមែននៅខ8នៅខ11ប្រាប់យើងថាប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលបានប្រោះព្រះយេស៊ូវព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គឺព្រះវិញ្ញាណបរិសុទ្ធដែលបានប្រោះព្រះយេស៊ូវឲ្យមានបញ្ជនរស់ឡើងវិញស្ថិតនៅក្នុងបងប្អូននោះមែនព្រះវិញ្ញាណនៅក្នុងខកាពីនេះនិយាយពីព្រះត្រីឯក Triune God ទៀតព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ព្រះបិតារបស់យើងប្រោះព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញគឺព្រះយេស៊ូវព្រះត្រីឯកនៅក្នុងហ្នឹងស្ថិតនៅក្នុងបងប្អូនមែននោះព្រះជាម្ចាស់ដែលបានប្រោះព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញគឺព្រះអង្គព្រះជាម្ចាស់បានប្រោះព្រះគ្រីស្ទឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី3ទ្រង់ក៏នឹងប្រទានឲ្យរូបកាយរបស់បងប្អូនដែលតែងតែស្លាប់នោះរូបកាយរបស់យើងដែលតែងស្លាប់នោះមានជីវិតតាមរយៈព្រះវិញ្ញាណដែលស្ថិតនៅក្នុងបងប្អូននោះដែរអាមែនបាទខ្ញុំសុំកន្លែងនេះបាទកូពីខុសអញ្ចឹងព្រះអង្គបានប្រោះយើងព្រះវិញ្ញាណបានប្រោះយើងដែលស្លាប់រូបកាយរបស់យើងស្លាប់ឲ្យមានជីវិតតាមរយៈព្រះវិញ្ញាណដែលស្ថិតនៅក្នុងបងប្អូនដែរគឺព្រះវិញ្ញាណរបស់ព្រះអង្គបានគង់នៅក្នុងជីវិតរបស់យើងរួចទៅហើយអាមែនហើយព្រះអង្គគឺជាព្រះដែលចាំជួយយើងអធិដ្ឋានសម្រាប់យើង
ព្រះអង្គបានមករំលឹកយើងថាយើងធ្វើបាបទៀតទេកំណត់ថាយើងដឹងហើយយើងធ្វើបាបយើងដឹងខ្លួនឯងហើយព្រះអង្គមករំលឹកយើងថាយើងជាមនុស្សដែលសុចរិតនៅក្នុងព្រះអង្គយើងជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ហើយព្រះអង្គព្រះវិញ្ញាណគឺជាព្រះដែលចាំជួយយើងប្រាប់ថាគឺពេលដែលយើងអធិដ្ឋានខុសព្រះអង្គទូលអង្វរសម្រាប់យើងអញ្ចឹងនៅកន្លែងនេះសំខាន់ណាស់ប្រសិនបើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានប្រោះព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញយើងដឹងថាព្រះអង្គបានប្រោះព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីប្រមាណនៅថ្ងៃទី3ហើយយើងកំពុងនៅក្នុងថ្ងៃទីប្រមាណរបស់ព្រះគឺនៅថ្ងៃទី3របស់ព្រះហើយយើងដែលជាអ្នកជឿដល់ព្រះអង្គយើងនឹងរស់នៅជាមួយនឹងព្រះអង្គព្រះវិញ្ញាណដែលប្រោះព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញទ្រង់នឹងប្រទានឲ្យរូបកាយរបស់បងប្អូនដែលតែងតែស្លាប់នោះមានជីវិតតាមរយៈព្រះយេស៊ូវដែលស្ថិតនៅក្នុងបងប្អូននោះដែរព្រះវិញ្ញាណនឹងប្រោះរូបកាយដែលយើងស្លាប់នេះបាទព្រះអង្គយើងមកគឺដើម្បីស្ដាររូបកាយដែលកំពុងតែមានជំងឺរូបកាយកំពុងតែឆ្លងកាត់នៅបញ្ហាជាច្រើនព្រះជាម្ចាស់មកស្ដាររូបកាយនោះឡើងវិញហើយយើងរស់នៅជាមួយនឹងព្រះអង្គយើងពេលដែលយើងទៅនៅមួយព្រះអង្គយើងទៅនៅមួយព្រះអង្គទាំង3ពេលដែលព្រះអង្គយើងមកដូចខ្ញុំថាពេលដែលព្រះអង្គពេលដែលរូបកាយរបស់យើងមិនទាន់ស្លាប់ហើយយើងទៅនៅមួយព្រះអង្គមានតែកិច្ចការមួយទេពេលដែលព្រះអង្គយើងមកនៅលើផែនដីនេះយើងក៏មិនទាន់ស្លាប់ព្រះអង្គលើកយើងទៅទាំងអស់ទាំងរូបកាយទាំងព្រលឹងហើយទាំងវិញ្ញាណតែបើរូបកាយរបស់យើងទៅខ្លាចទៅជាដីមុនក៏ព្រះអង្គពេលដែលព្រះអង្គយើងត្រឡប់មកវិញព្រះអង្គនឹងប្រោះរូបកាយរបស់យើងប្រមូលអាតូមនៅក្នុងរូបកាយរបស់យើងទៅប្រមាណហ្នឹងខ្លាចជារូបកាយរបស់យើងឡើងវិញគឺសួរថាតើព្រះអង្គធ្វើមិនបានខ្ញុំមិនដឹងដែរព្រោះព្រះអង្គជាព្រះព្រះអង្គថាធ្វើបានខ្ញុំមិនដឹងបើខ្ញុំដឹងខ្ញុំជាព្រះបានហើយខ្ញុំលើសព្រះបានហើយបើថាខ្ញុំមិនដឹងខ្ញុំដឹងថាព្រះអង្គធ្វើបានយើងធ្វើមិនបានអាមែនព្រះអង្គធ្វើបានយើងធ្វើមិនបានគេសួរថាមិនគ្រួយដឹងថាព្រះអង្គចុះព្រះអង្គនឹងយាងមកនឹងមិនទៅបើរូបកាយរបស់យើងខ្លាចជាកតិចដីហ្នឹងកតិចទៅណាអស់ហើយកុំភ្លេចថាព្រះជាម្ចាស់បង្កើតយើងមកគឺចេញពីធូលីដីមិនមែនចេញពីដីឥដ្ឋទេព្រះអង្គបង្កើតយើងមកចេញពីធូលីដីយើងមើលអាតូមពុតមែនទេហើយព្រះអង្គបង្កើតមកខ្លាចទៅជាមនុស្សអស្ចារ្យយ៉ាងម៉េចហើយគ្រាន់តែរូបកាយរបស់យើងខ្លាយទៅជាអាតូមខ្លាយទៅដីវិញតើព្រះអង្គមិនអាចប្រមូលមកវិញបានទេមិនព្រះអង្គជាព្រះដែលអាចធ្វើគ្រប់ការទាំងអស់បានអាមែនអញ្ចឹងព្រះអង្គអាចធ្វើបានព្រះអង្គនឹងឲ្យរូបកាយរបស់យើងរស់ឡើងវិញដូចជាព្រះបិតាបានប្រោះប្រទានឲ្យព្រះយេស៊ូវមានបច្ចុប្បន្នរស់ឡើងវិញនៅថ្ងៃទី3អញ្ចឹងថ្ងៃនេះពេលដែលព្រះអង្គមានបច្ចុប្បន្នរស់នៅថ្ងៃទី3យើងចាប់ផ្ដើមមានសង្ឃឹមនៅក្នុងព្រះអង្គអាមែនកុំអស់សង្ឃឹមឡើយបទជំនឿថាកុំអស់សង្ឃឹមឡើយកាលពីមុនសាវករបស់ព្រះអង្គអស់សង្ឃឹមថាគេយកព្រះអង្គទៅឆ្កាងហើយព្រះអង្គលើឈើឆ្កាងហើយតែគេមិននឹកចាំពីព្រះបន្ទូលដែលព្រះអង្គថានៅថ្ងៃទី3ព្រះអង្គនឹងមានព្រះជន្មរស់ឡើងវិញជាថ្ងៃដែលផ្ដល់ក្តីសង្ឃឹមដល់យើងពេលដែលយើងមើលទំនុកលោកុបាទជាព្រះគម្ពីរមុនដំបូងបង្អស់នៅក្នុងកាពីទាំងមូលហើយខចំពុក1ជាចំពុកមុនដំបូងបង្អស់នៅក្នុងព្រះគម្ពីរហើយនៅខ9នៅខ13ប្រាប់ថាព្រះអង្គប្រាប់ថាអ្វីៗទាំងអស់គឺល្អប្រសើរហើយព្រះអង្គប្រាប់ថានេះជាថ្ងៃទី3ថ្ងៃនេះគឺជាថ្ងៃទី3ឆ្នាំទី3ថ្ងៃទី3របស់ព្រះជាម្ចាស់ហើយយើងកំពុងនៅក្នុងថ្ងៃទី3របស់ព្រះអង្គហើយអ្វីដែលយើងកំពុងតែរងចាំគឺរងចាំព្រះអង្គនឹងយាងត្រឡប់មកវិញហើយនឹងយកយើងទៅនៅជាមួយព្រះអង្គនេះជាក្តីសង្ឃឹមរបស់យើងមិនមែនយើងរងចាំតែសេចក្តីស្លាប់នោះទេគ្មានថ្ងៃណាខ្ញុំស្លាប់ថ្ងៃទៅនៅមួយព្រះអង្គក្តីសង្ឃឹមរបស់ព្រះបរិស័ទមិនដឹងទេក្តីសង្ឃឹមរបស់ព្រះបរិស័ទគឺរងចាំថ្ងៃដែលព្រះគ្រីស្ទត្រឡប់មកវិញហើយយកយើងទៅនៅជាមួយនឹងព្រះអង្គអស់កលជានិច្ចអាមែនចូលចាំថាយើងកំពុងតែស្ថិតនៅក្នុងថ្ងៃទី3អាមែនមិនថ្ងៃទី2ទេថ្ងៃទី3ហើយថ្ងៃទី3ចូលចាំថាព្រះអង្គមានព្រះជន្មរស់ឡើងវិញអាមែនសូមក្រុមជំនុំទាំងអស់គ្នាបានក្រោកឈរឡើងយើងនឹងអរគុណព្រះអង្គជាមួយនឹងគ្នាខ្ញុំចង់ឲ្យក្រុមជំនុំទាំងអស់គ្នាចង់អរព្រគុណព្រះអង្គបាទអរព្រគុណព្រះអង្គ
អ្វីដែលយើងចង់និយាយទៅកាន់ព្រះអង្គអរគុណព្រះអង្គសម្រាប់ដែលព្រះអង្គបានមានប្រជញ្ញរស់នៅថ្ងៃទី3ហើយយើងកំពុងនៅក្នុងថ្ងៃទី3ដែលព្រះអង្គនឹងយាងត្រឡប់មកវិញហើយក្តីសង្ឃឹមរបស់យើងគឺរងចាំព្រះជាម្ចាស់ព្រះយេស៊ូវត្រឡប់មកវិញជាលើកទី2ដើម្បីយកយើងទៅនៅជាមួយព្រះអង្គអស់កលជានិច្ចអាមែនសូមចូលរួមអធិដ្ឋានជាមួយនឹងគ្នាអធិដ្ឋានទៅព្រះអង្គអរគុណព្រះអង្គនៅថ្ងៃ Easter ថ្ងៃព្រះអង្គមានប្រជញ្ញរស់នេះជាក្តីសង្ឃឹមរបស់យើងដែលជាអ្នកជឿព្រះអង្គយើងរស់នៅដោយមានអំណរមានសង្ឃឹមនៅក្នុងព្រះអង្គព្រះអង្គស្រឡាញ់យើងណាស់ព្រះអង្គបានប្រោះព្រះយេស៊ូវឲ្យមានប្រជញ្ញរស់ឡើងវិញនៅថ្ងៃទី3ដើម្បីឲ្យយើងទាំងអស់គ្នារស់នៅដោយមានសង្ឃឹមយើងជឿទៅលើព្រះដែលមានប្រជញ្ញគង់នៅព្រះដែលមិនដែលបោះបង់ចោលយើងឡើយព្រះដែលនៅខាងយើងព្រះដែលចាំជួយដល់យើងព្រះដែលប្រទានពរព្រះដែលដឹកដៃព្រះដែលនាំផ្លូវដល់យើងទាំងអស់គ្នាព្រះដែលការពារថែរក្សាព្រះដែលផ្ដល់ជំរកដល់យើងព្រះដែលផ្ដល់នៅសុខភាពព្រះដែលចង់ស្ដារជីវិតដែលកំពុងតែលិចលង់របស់យើងខ្លាចទៅជាជីវិតមួយដែលរស់នៅដោយដឹងជាក់ថាព្រះអង្គជាម្ចាស់ដែលដឹកនាំជីវិតរបស់យើងព្រះម្ចាស់ព្រះយេស៊ូវឲ្យគាត់អរគុណព្រះអង្គដែលព្រះអង្គជាក្តីសង្ឃឹមរបស់ទូលបង្គំព្រះអង្គជាព្រះរបស់ទូលបង្គំព្រះអង្គជាមិត្តសម្លាញ់របស់ទូលបង្គំអរគុណព្រះអង្គដែលព្រះអង្គសគត់សម្រាប់ទូលបង្គំទាំងអស់គ្នាអរគុណព្រះអង្គដែលព្រះអង្គមានប្រជញ្ញរស់ឡើងវិញសម្រាប់ទូលបង្គំទាំងអស់គ្នាអរគុណព្រះអង្គដែលព្រះអង្គនឹងយាងត្រឡប់មកវិញសម្រាប់ទូលបង្គំទាំងអស់គ្នាកូនរស់នៅលើផែនដីនេះដោយសង្ឃឹមដែលដឹងជាក់ថាព្រះអង្គនឹងយាងត្រឡប់មកវិញជាក្តីសង្ឃឹមរបស់ទូលបង្គំទាំងអស់គ្នាហើយព្រះអង្គនឹងនាំទូលបង្គំទៅនៅជាមួយព្រះអង្គអស់កលជានិច្ចនៅពេលដែលទូលបង្គំមានជីវិតនៅលើផែនដីនេះសូមឲ្យទូលបង្គំទុកចិត្តដល់ព្រះអង្គទុកចិត្តដល់ព្រះវិញ្ញាណដែលគង់នៅក្នុងជីវិតទូលបង្គំដែលព្រះអង្គចាំជួយយើងព្រះអង្គដោះស្រាយបញ្ហាដែលយើងមិនអាចដោះបានព្រះអង្គនឹងព្យាបាលនៅជំងឺដែលកើតនៅក្នុងជីវិតរបស់យើងយើងគិតថាយើងមិនអាចបន្តដំណើរទៅមុខទៀតសូមអនុញ្ញាតឲ្យព្រះវិញ្ញាណដែលគង់នៅក្នុងជីវិតរបស់យើងនាំយើងដឹកដៃយើងបន្តដំណើរទៅមុខទៀតតែព្រះអង្គមិនដែលបោះបង់ចោលយើងឡើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញព្រះអង្គមិនដែលនៅឆ្ងាយពីយើងឡើយគឺព្រះអង្គនៅក្នុងចិត្តទូលបង្គំជានិច្ចព្រះអង្គការពារថែរក្សាអរគុណដល់ព្រះយេស៊ូវអរគុណសម្រាប់ព្រះបន្ទូលនៅព្រឹកនេះអរគុណសម្រាប់ការជួបជុំគ្នានៅព្រឹកនេះក៏សូមថ្វាយពាក្យអធិដ្ឋាននេះនៅក្នុងនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គសូមនិយាយទៅកាន់គ្នាទៅវិញទៅមកថារីករាយថ្ងៃព្រះអង្គមានប្រជញ្ញរស់ឡើងវិញអាមែនបាទហើយកុំភ្លេចថានៅក្រោមយើងមានម្ហូបអាហារដែលអ្នកបងប្អូនដែលនាំម្ហូបអាហារមកហើយសូមចុះទៅក្រោមយើងនឹងមានពេលវេលាដើម្បីសម្ដែងសម្ដាញ៉ាំកាហ្វេញ៉ាំតែហើយនឹងប្រកបអាហារជាមួយគ្នាសូមព្រះជាម្ចាស់ប្រទានពរអាមែន